សុំទូបថយកូនខ្ញុំផងអស់លោកអើយខ្ញុំមានតែកូនមួយ ម្ដាយរបស់លោកជាវុធីអតីតព្រះសង្ឃនិងជាអ្នកសារព័ត៌មានពលរដ្ឋអំពាវនាវដល់តុលាការឲ្យពិចារណាដោះលែងកូនប្រុសរបស់លោកស្រីឲ្យមានសេរីភាពឡើងវិញដើម្បីផ្ដល់ឱកាសឲ្យកូនប្រុសត្រឡប់មករស់នៅជុំគ្រួសារខណៈតុលាការនឹងប្រកាសសារក្រមនៅថ្ងៃទី19ខែសីហាឆ្នាំ2026ខាងមុខនេះលោកស្រីច័ន្ទម៉ៅដែលជាម្ដាយរបស់លោកជាវុធីបាននិយាយថាលោកស្រីពឹងផ្អែកលើកូនប្រុសតែម្នាក់នេះបន្ទាប់ពីខ្លួនបានខិតខំធ្វើការងារស៊ីឈ្នួលដើម្បីចិញ្ចឹមកូននិងគាំទ្រការសិក្សារបស់គាត់តាំងពីកុមារភាពខ្ញុំសូមឲ្យតុលាការជួយបន្ធូរបន្ថយកូនខ្ញុំផងអាណិតខ្ញុំមានតែកូនមួយម៉ែមួយសូមប៉ុណ្ណឹងសូមជួយខ្ញុំផងខ្ញុំមានតែម្រាមដៃ10លោកស្រីច័ន្ទម៉ៅបន្តថាលោកស្រីធ្លាប់ធ្វើការងារជាច្រើនប្រភេទរួមមានដកស្មៅកាប់ត្រាវលាងចាននិងការងារស៊ីឈ្នួលផ្សេងៗដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារឯប្តីលោកស្រីទៅស៊ីឈ្នួលកាប់ព្រៃឲ្យគេចំណែកកូនប្រុសរបស់លោកស្រីមិនដែលធ្វើឲ្យលោកស្រីពិបាកចិត្តម្ដងណានោះទេក្នុងអំឡុងពេលសវនាការលោកជាវុធីបានអះអាងថាលោកមិនបានប្រព្រឹត្តខុសទេហើយការបញ្ចេញមតិរបស់លោកគឺបង្ហាញពីការឈឺចាប់ក្នុងនាមជាពលរដ្ឋចំពោះបញ្ហាព្រំដែនលោកថាសាររបស់លោកមិនត្រូវបានបង្ហោះជាសាធារណៈឡើយប៉ុន្តែជាការសន្ទនានៅក្នុងក្រុមឯកជនលោកបានស្នើឲ្យតុលាការទម្លាក់បទចោទនិងអនុញ្ញាតឲ្យលោកមានសេរីភាពដើម្បីត្រឡប់ទៅជួបម្ដាយដែលមានវ័យចំណាស់ក្រោយបញ្ចប់សវនាការមេធាវីការពារក្តីលោកជាវុធីគឺលោកអែមចន្ទថាបានប្រាប់អ្នកសារព័ត៌មានថាតុលាការនឹងប្រកាសសេចក្តីសម្រេចនៅថ្ងៃទី19ខែសីហាឆ្នាំ2026វេលាម៉ោង2រសៀលលោកថាសំណុំរឿងនេះកើតឡើងបន្ទាប់ពីសមត្ថកិច្ចពិនិត្យទូរស័ព្ទរបស់បុគ្គលម្នាក់ផ្សេងទៀតហើយរកឃើញសារនៅក្នុងក្រុម Messenger ដែលលោកជាវុធីជាសមាជិកលោកអែមចន្ទថាបន្តថាសាររបស់លោកជាវុធីគ្រាន់តែជាការបញ្ចេញអារម្មណ៍មួយពេលមួយគ្រាដោយសារការព្រួយបារម្ភចំពោះបញ្ហាព្រំដែននិងមិនមានចេតនាបង្កភាពវឹកវរដោយការចោទប្រកាន់ឡើយការបញ្ចេញមតិរបស់គាត់ហ្នឹងមិនមានចេតនាទេវាគ្រាន់តែជាទឹកចិត្តមួយដែលសោកស្ដាយក្នុងនាមជាកូនខ្មែរដែលស្រឡាញ់ទឹកដីស្រឡាញ់ប្រទេសជាតិដែលត្រូវបានថៃឈ្លានពានអញ្ចឹងខ្ញុំជាសហមេធាវីស្នើសុំឲ្យតុលាការមេត្តាឲ្យកូនក្តីរួចផុតបទចោលហើយខ្ញុំសង្ឃឹមថាតុលាការនឹងពិចារណាទៅលើអ្វីដែលជាការលើកឡើងតាក់ទងទៅនឹងរឿងនេះលោកជីសុកសានមន្ត្រីអង្គការជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាត6បានឲ្យដឹងថាតាមការឃ្លាំមើលរបស់លោកសំណុំរឿងនេះពាក់ព័ន្ធជាចម្បងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិពីព្រោះសារដែលត្រូវបានយកមកធ្វើជាមូលដ្ឋានចោទប្រកាន់គឺស្ថិតនៅក្នុង Messenger ឯកជនហើយលោកជាវុធីបានសរសេរត្រឹមតែប៉ុន្មានប្រយោគប៉ុណ្ណោះលោកអំពាវនាវឲ្យតុលាការពិនិត្យសំណុំរឿងដោយឯករាជ្យនិងធានាថាការកាត់ក្តីមានតម្លាភាពពាក់ព័ន្ធនឹងជាវុធីនេះយើងស្នើសុំឲ្យតុលាការទម្លាក់ចោលបទចោទមកលើរូបគាត់ឲ្យគាត់មានសេរីភាពវិញពីព្រោះអីការបទចោទនេះគឺជាការលួចស្ដាប់លួចមើលនៅក្នុង group Messenger របស់គាត់លោកជាវុធីអតីតព្រះភិក្ខុត្រូវបានចាប់ខ្លួននៅខែមេសាឆ្នាំ2026និងត្រូវចោទប្រកាន់ពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា494និង495នៃក្រមព្រហ្មទណ្ឌនៅខែមិថុនាឆ្នាំ2026សាលាឧទ្ធររាជធានីភ្នំពេញបានសម្រេចបដិសេធសំណើសុំឲ្យលោកនៅក្រៅឃុំលោកក៏ត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៌មានពលរដ្ឋម្នាក់ដែលធ្លាប់លើកឡើងពីបញ្ហាសង្គមបរិស្ថានព្រៃឈើនិងសិទ្ធិមនុស្សផងដែរ